Hello សួស្តីអ្នកនរគ្នា welcome back ជាមួយខ្ញុំវីដេអូថ្មីទៀតហើយដែលវីដេអូមួយនេះផងដែរគឺខ្ញុំបាននិយាយតទៅជាមួយនឹងសញ្ញាមួយចំនួនដែលអ្នកនរគ្នាអត់គួរសេពគប់ជាមួយនឹងមនុស្សម្នាក់ហ្នឹងនៅពេលដែលអ្នកនរគ្នាណាត់ជួបលើកដំបូងហើយអញ្ចឹងការណាត់ជួបដំបូងគឺដើម្បីចាប់ផ្ដើមមើលចិត្តគ្នាថាយើងអាចនឹងទៅមុខមួយគ្នាអត់ឬក៏អីចឹងទៅជាពិសេសគឺក្នុងករណីដែលប៉ះចំឬចម្លែកឬក៏យើងធ្វើឲ្យយើងទៅតអីចឹងយើងគួរតែពិចារណាអញ្ចឹងអាហ្នឹងគឺជាសញ្ញាមួយដែលអ្នកនរគ្នាគួរដឹងថាអ្នកនរគ្នាអត់គួរបន្តសេពគប់ជាមួយនឹងមនុស្សបែបហ្នឹងទេដើម្បីឲ្យយើងងាយស្រួលក្នុងការសម្រេចចិត្តអញ្ចឹងណាទីមួយហ្នឹងគឺតកតងជាមួយនឹងមនុស្សដែលនិយាយអត់មានសុជីវធម៌អញ្ចឹងយើងអាចសង្កេតមើលតាមរយៈទឹកមុខនិងពាក្យសម្ដីដែលគាត់និយាយមកធម្មតាដាក់អ្នកហត់តុកឬក៏អ្នកជុំវិញពេលអ្នកជួបគ្នាដំបូងយើងគួរតែជាពេលមួយដែលយើងនិយាយពីគ្នាឲ្យស្គាល់ចិត្តប៉ុន្តែយើងក៏ត្រូវចេះខ្លាចចិត្តគ្នាទៅដែរបើគាត់និយាយអត់ខ្វល់ពីអារម្មណ៍យើងដោយលេឡោះឈើឬក៏និយាយដោយអត់មានសុជីវធម៌អាហ្នឹងយើងក៏គួរអាសេពគប់ជាមួយគាត់ជាដៃគូដែរទី2ហ្នឹងគឺប៉ះពាល់រាងកាយរបស់យើងអញ្ចឹងមនុស្សដែលគាត់វាថាប៉ះពាល់រាងកាយរបស់យើងហ្នឹងគឺមិនមែនជារឿងធម្មតាបើសិនជាភាគីម្ខាងទៀតអត់ពេញចិត្តទោះបីធម្មតាប៉ះដៃក៏ដោយក៏ជាការសម្រេចចិត្តទាំងសងខាងថាអត់មានការបៀតបៀនឬក៏បង្ខិតបង្ខំដែរទី3វិញគឺនិយាយពីសង្សារចាស់អញ្ចឹងបុគ្គលហ្នឹងគឺអាចនឹងអត់ទាន់ដាច់ស្រឡះពីគ្នាជួនកាលគាត់នៅមានចិត្តស្រឡាញ់សង្សារចាស់អញ្ចឹងហើយយើងអត់គួរចាប់ផ្ដើមសេពគប់ជាមួយគាត់ជាស្នេហាព្រោះដោយសារជីវិតគូរបស់គាត់នឹងអាចនឹងមានភាពអង្គអង្គើអញ្ចឹងណាហើយទី4គឺចុចទូរស័ព្ទអញ្ចឹងនៅពេលហ្នឹងបើយើងតំតាណាជួបគ្នាលើកដំបូងហើយគេបង្ហាញទង្វើដែលវាថាអត់សូវចាប់អារម្មណ៍អត់សូវយកចិត្តទុកដាក់ឬក៏អត់ឲ្យតម្លៃយើងអញ្ចឹងការណាជួបដំបូងហ្នឹងគឺអាចនឹងវាថាប្រព្រឹត្តទៅនៅពេលដែលតនេហើយអ្នកទាំងពីរគួរតែយកពេលហ្នឹងផ្ដល់ឲ្យគ្នាច្រើនជាជាងបែងចែកទៅឲ្យទូរស័ព្ទទៅដែលកាន់រាល់ថ្ងៃប៉ុន្តែបើសិនជាមានការសំខាន់គឺអាហ្នឹងគឺយើងមិនបាច់ហត់បញ្ចូលទេអាហ្នឹងអាចថាគេមានការអីបន្ទាន់ដែលគេត្រូវនិយាយគេហៅប្រើទូរស័ព្ទទៅចឹងទៅទី5វិញគឺយកចិត្តខ្លួនឯងជាធំអញ្ចឹងគេហាក់បីដូចជាអត់សូវសួរនាំពីចំណងចិត្តរបស់យើងហើយបែរជានិយាយពីខ្លួនឯងច្រើនដែលអត់បានវាថាយើងអត់បានសួរអីអាហ្នឹងក៏ជាសញ្ញាមួយដែលគាត់គឺជាមនុស្សដែលអាត្មានិយមមែនតើអញ្ចឹងទោះបីជាមនុស្សដែលយើងអត់គួរសេពគប់ក៏ដោយក៏យើងមិនគួរកាត់ផ្ដាច់ពីគាត់ទាំងស្រុងដែរព្រោះអីវាបង្ហាញពីការដែលយើងអត់ឲ្យតម្លៃគេអញ្ចឹងយើងអាចងាកមករាប់អានគាត់ជាមិត្តធម្មតាល្អជាងដែលយើងបង្កើតសត្រូវមើលមុខគ្នាអត់ចាំអញ្ចឹងណាអញ្ចឹងវីដេអូមួយហ្នឹងគឺមានប៉ុណ្្នឹងទេបើអ្នកនរគ្នាមានចម្ងល់អាចខមមិននៅខាងក្រោមវីដេអូនេះបានហើយមួយទៀតបើអ្នកទាំងអស់គ្នាចង់បានសក់ដល់វែងលឿនបាត់រកបញ្ហាសក់ខូចសក់ឈូសក់បែកចុងសក់ស្អិតសក់ឆេះគឺអ្នកនរគ្នាអាចប្រើជាមួយនឹង spray បន្សាក់ Hela Bat គឺប្រសិទ្ធភាពត្រឹមតែ3ថ្ងៃទៅ7ថ្ងៃអញ្ចឹងបើអ្នកនរគ្នាចង់ដឹងព័ត៌មានអត់ឬក៏ចង់បានប្រដានហ្នឹងអាចឆាតចូលទៅកាន់ page Hela Hair Tonic Spray បានអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយ